រូបមន្តធ្វើនំដំឡូងជ្វាស្លឹកតើយបងគាត់ខមមិនសមរូបមន្តច្រើនមែនតែនហើយសម្រាប់ខ្ញុំនេះក៏ដែរកំណាញ់ដែររូបមន្តប្រាប់ខ្ទេចគ្មានសល់សម្រាប់បងចង់បានរូបមន្តធ្វើនំដំឡូងជ្វាអាចមើលនៅក្នុងវីដេអូនេះបានរៀងវែងបន្តិចហើយព្រោះថាយើងធ្វើពីរមុខបញ្ចូលគ្នាតែមួយបងនៅតាមជនបទស្រុកស្រែចំការដាច់ស្រយាលឆ្ងាយក៏អាចធ្វើនំនេះហូបបានដែរព្រោះថាគ្រឿងផ្សំរបស់វាងាយស្រួលរកហើយសម្រាប់នំវិញមានរសជាតិស្រួយឆ្ងាញ់មែនតែនអ្នកទាំងអស់គ្នាមានរសជាតិផ្អែមចេញពីដំឡូងហើយរសជាតិឈ្ងុយចេញពីស្លឹកតើយចង់ឆ្ងាញ់ជាងនំលពោម៉ែកុនបឺតធ្វើ40មុនទៀតសម្រាប់ពីគ្រឿងផ្សំវិញងាយស្រួលរកមែនតែនចំណាយលុយតិចតែចំណេញច្រើនយើងមានជាមួយនឹងដំឡូងជ្វា20000នេះប្រហែលជា4ខាំជាងតិចតួចអ្នកទាំងគ្នាស្លឹកតើយបន្តិចហើយខ្ទឹមបំពងម្រេចស្ករប៊ីចេងអំបិលរួមជាមួយនឹងម្សៅស៊ុបខ្នុរយើងម្លែកវាជា2មុខមកក្នុងមួយមុខដាក់1ស្លាបព្រាបាយសម្រាប់អំបិលហើយនឹងប៊ីចេងដាក់មួយមុខបន្តិចបានហើយដល់ពេលដាក់ចូលគ្នាអញ្ចឹងវាមើលឃើញរាងច្រើនអានេះគឺម្សៅឆាក្នុងមួយចានចំនួន3ខាំកន្លះក្នុងមួយចានណាបងមិនមែន2ចានហ្នឹងណាមួយចាន3ខាំកន្លះឥឡូវយើងចាត់ដំឡូងជ្វាយកសម្បកចេញឲ្យអស់មកបន្ទាប់មកយើងចាត់វាជាកង់ដាក់ទឹកមកលិចដំឡូងជ្វាហ្នឹងហើយយើងដាក់ឆ្ងល់ប្រហែលជា40នាទីឲ្យឆ្អិនហើយនៅពេលដែលវាឆ្អិនយើងដួសចេញមកយកមកដាក់បុកលឿនជាងកាន់វាអត់កើតដោយសារដំឡូងជ្វាវាឆ្អិតណាចឹងហើយយើងយកមកដាក់ត្បាល់បុកវិញលឿនជាងតែមួយផ្លែតឆាប់មកហើយបន្ទាប់មកទៀតយើងយកម្សៅឆាចំនួន3ខាំកន្លះហ្នឹងចាក់ចូលមកតដំឡូងយើងនៅក្តៅហើយយើងដាក់ម្សៅស៊ុបខ្នុរស្ករប៊ីចេងអំបិលហើយនឹងម្រេចនៅយើងបុកមិនហ្នឹងខ្ទឹមសហ្នឹងយើងដាក់ចូលមកបន្ទាប់មកយើងចាប់ផ្ដើមកាច់កម្សៅនឹងរហូតคล้ายទៅជាសាច់ម្សៅតែមួយយើងកាច់ករួចហើយយើងទុកវាមួយដុំសិនមកឥឡូវយើងមកចាប់ផ្ដើមធ្វើស្លឹកតើយវិញម្ដងដំបូងយើងហាន់ស្លឹកតើយហ្នឹងជាកង់មកបន្ទាប់មកយកទៅដាក់ក្នុងម៉ាស៊ីនក្លុកហើយយើងដាក់ទឹកចំនួន200មីលីលីត្រហើយយើងក្លុកវាម៉ត់ល្អមកបន្ទាប់មកយើងយកទៅត្រង់ច្បាច់យកទៅទឹកវាបានហើយយើងបានទឹកស្លឹកតើយហើយយើងយកវាទៅទុកមួយដុំសិនឥឡូវយើងយកម្សៅឆាចំនួន3ខាំកន្លះហ្នឹងយកមកចាក់ចូលចានមួយមកបន្ទាប់មកយើងយកគ្រឿងយើងស្ករប៊ីចេងអំបិលម្រេចខ្ទឹមហ្នឹងយកមកដាក់ចូលដូចមិញហ្នឹងហើយយើងចាប់ផ្ដើមដួសទឹកក្តៅចំនួន2វែកដាក់ព្រោះថាស្លឹកតើយមិញយើងអត់បានដាក់ទឹកក្តៅទេហើយម្សៅឆាគឺលាយត្រូវតែដាក់ក្តៅអ៊ុនណាមានទឹកក្តៅអ៊ុនមិនលាយទៅវាស្អិតចូលគ្នាចឹងហើយយើងដួសទឹកក្តៅចំនួន2វែកដាក់មកបន្ទាប់មកយើងយកទឹកស្លឹកតើយនឹងយកមកដាក់ចូលហើយយើងចាប់ផ្ដើមកាច់កវារហូតคล้ายទៅជាសាច់ម្សៅតែមួយបញ្ជាក់ត្រង់ហ្នឹងបងម្សៅឆាលាយតើតែមានជាតិក្តៅបានម្សៅឆាវាចាប់គ្នាបានល្អហើយនេះម្សៅស្លឹកតើយក៏លាយរួចរាល់ម្សៅដំឡូងជ្វាយើងក៏លាយរួចរាល់យើងយកកណាត់មួយមកហើយយើងយកមកដាក់នៅលើថាសបែបនេះហើយយើងដួសម្សៅដំឡូងហ្នឹងយកមកដាក់ឲ្យវាចកត់ឲ្យវាតប៉ែតបែបនេះហើយចាំយើងដួសម្សៅស្លឹកតើយយកមកដាក់កដាធ្វើដូចជាស្នូលសមអញ្ចឹងអ្នកនរគ្នាដូចវិញសមអញ្ចឹងហើយបន្ទាប់មកយើងចាប់ផ្ដើមមូវាមកអ្នកនរគ្នាណែនាំឲ្យបងអ្នកនរគ្នាធ្វើទូចបានងាយស្រួលក្នុងការមូដោយសារខ្ញុំចង់បាននំធំអញ្ចឹងដាក់វាឲ្យធំមកខ្ជិលធ្វើច្រើនដងអ្នកនរគ្នាបងធ្វើទូចងាយស្រួលក្នុងការមូទេអ្នកនរគ្នាឃើញទេហើយបន្ទាប់មកយើងយកកណាត់រុំជុំវិញយើងដាក់ម្សៅឲ្យជិតមកស្លឹកតើយធ្វើយ៉ាងម៉េចឲ្យបាននៅកដាលតិចមកអ្នកនរគ្នាមិនចាំបាច់ថានៅកដាលពេកក៏បានដែរយើងធ្វើមិនឲ្យបានស្លឹកតើយនៅកដាលនៅពេលយើងហាន់មកវាមានពណ៌ស្អាតហើយយើងយកកស៊ូចងសងខាងចេញមកយកទៅដាក់ចំហុយយើងដាំទឹកឲ្យពុះមកចាំយើងយកនំរបស់យើងយកទៅដាក់ចំហុយហើយនំធំចាចំហុយ3ទៅ4ម៉ោងមិនឆ្អិនបើថានំទូចចំហុយតែមួយផ្លែតអី1ម៉ោងជាងឆ្អិនហើយយើងយកឈើទៅចាក់មើលបើលែងមានម្សៅជាប់ឈើអាហ្នឹងមានន័យថានំរបស់យើងឆ្អិនហើយយើងលើកយកមកទុកឲ្យវាត្រជាក់មកចាំយកទៅដាក់ក្នុងទូទឹកកករយៈពេល3ទៅ4ម៉ោងយើងយកទៅទុកក្នុងទូទឹកកកបានរយៈពេល4ម៉ោងហើយយើងយកវាចេញមកក្រៅទុកឲ្យវារាងទន់បន្តិចបាត់ត្រជាក់បន្តិចមកចាំយើងបកស្បែកចេញហើយយើងចាប់ផ្ដើមហាន់វាជាចំណិតស្ដើងហាន់បានកាន់តែស្ដើងកាន់តែល្អអ្នកទាំងអស់គ្នាហើយយើងហាន់វាបានស្ដើងហាន់នំបានស្ដើងនៅពេលដែលយើងយកទៅហាលថ្ងៃទៅគឺវាឆាប់ក្រៀមបើថាហាន់ក្រាស់គឺយើងចំណាយពេលយូរពេលដែលយើងយកទៅហាលថ្ងៃហ្នឹងណែនាំឲ្យមានថាសសង្កសីបែបនេះឲ្យប្រើថាសសង្កសីវាត្រូវកំណៅថ្ងៃទៅវាឡងក្តៅវាឆាប់ស្ងួតតែខ្ញុំមានថាសសង្កសីហ្នឹងតែមួយអញ្ចឹងតើយកថាសជ័រអាថាសជ័រនេះយើងហាលងាយក្រៀមទេតែបើថាថាសសង្កសីហាលទៅវាក្រៀមលឿនហើយមើលថ្ងៃអ្នកនរគ្នាអើយមេឃអឺបរហូតថ្ងៃនេះអត់សូវមានថ្ងៃខ្ញុំចំណាយពេលហាលហ្នឹងរយៈពេល3ថ្ងៃតម្រាំតែស្ងួតដោយសារនំយើងវាចំណិតធំបើបងមានថ្ងៃហាលតែ2ថ្ងៃបានហើយបើថាហាន់វាស្ដើងហាលតែមួយថ្ងៃជាងអីគឺវាក្រៀមអាចយកទៅធ្វើបានហើយហាលវាតតែវាក្រៀមបែបនេះលឺសំឡេងបែបនេះកាច់មកទៀតមើលអាហ្នឹងកាច់ណា
ស្រួលអញ្ចឹងដាក់ធ្វើកើតហាលរយៈពេល3ថ្ងៃទម្រាំទៅវាក្រៀមបែបនេះអ្នកទាំងគ្នាដល់ពេលវាក្រៀមគឺងាយស្រួលក្នុងការចៀននិងការបំពងទេយើងដាក់ខ្លាញ់ឲ្យវាឡើងក្តៅល្មមក្តៅខ្លាំងពេកក្តៅខ្លាំងគឺវាខ្លោចលឿនតែមកក្តៅល្មមមកដល់ពេលយើងដាក់នំចូលខ្លាញ់ហ្នឹងគឺវាឡើងអញ្ចឹងហ្មងឃើញទេអ្នកទាំងគ្នានំរបស់យើងស្រួយឆ្ងាញ់មែនតើក្លិនក្អូបវាក្លិនម្រេចបន្តិចហើយក្លិនដំឡូងយើងមានរសជាតិផ្អែមហើយដល់ពេលយើងយកមកធ្វើនំអញ្ចឹងកាន់តែឆ្ងាញ់ទៀតក្អូបស្លឹកតើយផងផ្អែមចេញមកពីសាច់ដំឡូងផងធំក្លិនម្រេចបន្តិចផងនិយាយទៅថារសជាតិឆ្ងាញ់មែនតើបងទាំងអស់គ្នាធ្វើយ៉ាងម៉េចហាលនំហ្នឹងឲ្យបានឡើងក្រៀមដូចខ្ញុំថតវីដេអូឲ្យមើលអញ្ចឹងបងតលតែហាលក្រៀមមិនយកមកចៀនទៅវាឡើងល្អបើអត់ក្រៀមទេគឺវាអត់ឡើងល្អទេអ្នកនរគ្នាចៀនទៅវាឡើងរឹងរសជាតិវាគឺឆ្ងាញ់ជាងលពោឆ្ងាយអ្នកទាំងអស់គ្នាផ្អែមមានផ្អែមជាតិផ្អែមចេញពីលពោហើយនឹងឈ្ងុយចេញពីស្លឹកតើយមិនមានលពោទេពីដំឡូងជាផ្អែមចេញមកពីដំឡូងហើយឈ្ងុយក្អូបស្លឹកតើយវាផ្អែមជាងលពោចង់និយាយថាផ្អែមជាងលពោឆ្ងាញ់ជាងលពោនំសានេះឆ្ងាញ់មែនតើអ្នកទាំងអស់គ្នានំដំឡូងស្លឹកតើយរសជាតិយូររួមទៅអត់បាច់និយាយហ្មងអ្នកទាំងអស់គ្នាឆ្ងាញ់មែនតើមកសម្បត្តិអញ្ចឹងយើងទៅពេលវារលាយក្នុងមាត់មានជាតិផ្អែមចេញពីដំឡូងហើយឈ្ងុយស្លឹកតើយអ្នកទាំងអស់គ្នាតំណងមែនតើឡើងស្រួយហ្មងស្រួយស្រាប់ហ្មងអ្នកទាំងអស់គ្នាចំណាយពេលធ្វើយូរបន្តិចធ្វើឲ្យកូនហូបបានធ្វើឲ្យចាស់ហូបបានឬក៏ថាពេលមានកម្មវិធីបុណ្យទានណាធ្វើនំនេះដាក់ទទួលភ្ញៀវចំណេញអ្នកទាំងអស់គ្នាដំឡូងតែ2មើមក៏យើងធ្វើបានឡើងមកកណោបើដំឡូងស្វាយើងធម្មតា2មើមប៉ុន្តែទង្វើវាប្រហែលជា4ខាំបង4ខាំ7 កន្លះគីឡូចា7 កន្លះគីឡូបើសិនដំឡូងយើងមាននៅខ្មែរយើងមានដំឡូងធម្មជាតិណាដំឡូងស្វាយើងដាំខ្លួនឯងទៀតអ្នកនរគ្នាយកមកធ្វើដល់តែផ្អែមឆ្ងាញ់តែម្ដងយើងធ្វើទទួលភ្ញៀវពេលមានបុណ្យទានក៏ត្រូវធ្វើឲ្យកូនយើងហូបលេងក៏ត្រូវយើងតំណេរៀនធ្វើហូបលេងទាំងអស់គ្នាបងអើយបងមួយសម្រាប់ចិត្តឲ្យឃើញនេះរសជាតិវិញខប់